Ok, anh chăng video bênนี้คือខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការបង្កើតអត្ថបទបទចម្រៀងក៏ដូចជាបទភ្លេងដោយធ្វើនៅលើកម្មវិធី Suno AI Music បានន័យថាយើងឲ្យ AI ជាអ្នកបង្កើតបទចម្រៀងឲ្យយើងអញ្ចឹងយើងគ្រាន់តែសរសេរអក្សរតែប្រហែល clear ទេយើងនឹងទទួលបានបទចម្រៀងមួយដែលព្រោះស្ដាប់អត្ថបទបទចម្រៀងច្រៀងដូចច្រៀងត្រូវជាមួយនឹងបទភ្លេងដែលយើងបង្កើតតាមរយៈកម្មវិធី AI មួយនេះអញ្ចឹងអ្វីដែលខ្ញុំកំពុងបង្ហាញនេះគឺយើងធ្វើនៅលើកម្មវិធី Suno ជាកម្មវិធីចម្រៀង AI អញ្ចឹងអ្នកទាំងអស់គ្នាវីដេអូមុនគឺខ្ញុំបង្ហាញរួចហើយអំពីរបៀបក្នុងការចុះឈ្មោះចូលប្រើជាមួយនឹងកម្មវិធីនេះឥឡូវនេះយើងធ្វើអំពីរបៀបក្នុងការបង្កើត lyric បង្កើតអត្ថបទចម្រៀងក៏ដូចជាឲ្យវាបង្កើតសាច់ភ្លេងឲ្យត្រូវជាមួយនឹងអត្ថន័យនៃអត្ថបទបទចម្រៀងរបស់យើងអូខេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុង website របស់ ChatGPT សិនដើម្បីអីយើងទៅសរសេរ lyric នៅក្នុងហ្នឹងបាទអញ្ចឹងតាក់ទងជាមួយនឹង lyric អត្ថបទបទចម្រៀងយើងហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រើអារម្មណ៍អ្វីដែលយើងគិតឃើញបាទបទចម្រៀងយើងចង់បានប្រភេទបទមិនអញ្ចឹងយើងប្រើប្រាស់ជាភាសាខ្មែរសិនមកបើមិនយើងអត់ចេះអង់គ្លេសយើងប្រែជាខ្មែរសិនមកដើម្បីប្រែខ្មែររួចហើយចាំបកទៅជាអង់គ្លេសវិញហើយយើង pass អង់គ្លេសនៅក្នុងហ្នឹងអញ្ចឹងកន្លែងនេះគឺអ្នកទាំងអស់គ្នាគិតប្រើអារម្មណ៍ទៅថាយើងចង់បានប្រភេទបទមិនបែប sad បែបសប្បាយរីករាយ pop rock ឬក៏បែបណាអ្នកទាំងអស់គ្នាត្រូវយល់ដឹងពីសាច់ភ្លេងដែរបាទអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងត្រង់ចំណុចនៅក្នុង chat GPT ហ្នឹងគឺខ្ញុំឲ្យ AI chat GPT ហ្នឹងគឺគាត់សរសេរអត្ថបទបទចម្រៀងឲ្យខ្ញុំតាក់ទងជាមួយនឹងប្រភេទស្នេហា first love បាទអញ្ចឹងខ្ញុំសរសេរហើយសរសេរជាភាសាអង់គ្លេសគឺខ្ញុំដាក់ថា create new song for me អញ្ចឹងឡើយហ្នឹងគឺបានន័យថាបង្កើតបទចម្រៀងថ្មីមួយសម្រាប់ខ្ញុំជាប្រភេទ lofi music បែបស្នេហាគ្រីដំបូងអីចឹងទៅបាទអញ្ចឹងគឺអង់គ្លេសឡើយខ្ញុំសេហ្នឹងគឺខ្ញុំនិយាយបើបកប្រែខ្មែរគឺវាតាក់ទងជាមួយនឹងបាទបង្កើតបទចម្រៀងឲ្យខ្ញុំមួយតាក់ទងជាមួយនឹងស្នេហាគ្រីដំបូងអញ្ចឹងទៅហើយសម្រាប់អ្នកទាំងអស់គ្នាគិតឃើញបែបណាយើងសរសេរមកកន្លែងហ្នឹងណាដើម្បីឲ្យ AI វាយល់វានឹងធ្វើការបង្កើតជាអត្ថបទបទចម្រៀងឲ្យយើងហើយកន្លែងហ្នឹងបាទឧទាហរណ៍ជាក់ស្ដែងគឺវាចេញមកនេះវាមានចំណងជើងវាមានអត្ថបទបទចម្រៀងឲ្យយើងតែម្ដងបាទអូខេអញ្ចឹងការអ្នកទាំងអស់គ្នាធ្វើដល់ចំណុចនេះហើយគឺយើងគ្រាន់តែធ្វើការ copy បាទយើង copy មកយើង copy ចំណងជើងសិនបាទកន្លែង play ហ្នឹងគឺបាទយើងដឹងហើយចំណងជើងបទចម្រៀងគឺនៅខាងលើគេហ្នឹងហើយ copy វាមកដើម្បីធ្វើការទៅ pass ចូលទៅក្នុងកម្មវិធី Suno AI Music បាទនេះចូលកម្មវិធី Suno របស់យើងវិញហើយអ្នកទាំងអស់គ្នាត្រូវយកកន្លែង create កន្លែងនេះបានវាចេញតម្រងបែបនេះដូចខ្ញុំបាទ create បន្ទាប់មកយើងមើលកន្លែងនេះគឺវាដាក់ថា title អញ្ចឹងយើង pass title ចំណងជើងបទចម្រៀងយើងចូលនៅកន្លែងនេះហើយយើងចូលទៅកាន់chat GPT របស់យើងវិញដើម្បីធ្វើការ copy នៅ lyric ម្ដងបាទតាក់ទងជាមួយនឹងអត្ថបទបទចម្រៀងហ្នឹងទាំងមូលទាំងអស់ហ្នឹងយើង copy មកបាទ copy ត្រឹមនេះបាទចឹងយើងអូសវាមកដល់ខាងក្រោមមកឲ្យចប់បទចម្រៀងទាំងអស់បាទហើយយើង copy ឬហើយយើងចូលទៅកាន់កម្មវិធី Suno វិញហើយយើង pass lyric នៅឡើយណានេះវាមាន lyric តាបាទយ៉ាងនេះហើយចុចលើអក្សរ lyric មកបានវាមានតម្រងឲ្យយើងបញ្ចូលនៅ lyric គឺត្រង់ចំណុចនេះអូខេអញ្ចឹងរួចរាល់បាន lyric ហើយប៉ុន្តែយើងខ្វះ style មួយទៀតខាងក្រោមនេះ style ហ្នឹងយើងទៅរកឡើយណាអាហ្នឹងជាប្រភេទអារម្មណ៍នៃបទចម្រៀងហ្នឹងចង្វាក់ភ្លេងបែបណាឲ្យចម្រៀងរបស់យើងពីរោះលោតទៅជាចង្វាក់បែបណាបាទអ្នកនរគ្នាត្រូវមើលឡើយហ្នឹងបាទអញ្ចឹងបទចម្រៀងហ្នឹងគឺខ្ញុំសូមដាក់វាជាប្រភេទ lofi អញ្ចឹងយើងទៅthấyតែ lofi បានហើយបើសិនអ្នកអត់ចង់ថែមដូចជា rock ចង់បានជា pop ឬ R&B ជាប្រភេទ rap បាទគឺកន្លែង style ហ្នឹងហើយអ្នកទាំងអស់គ្នាចង់ដាក់វាបែបណាក៏បានដែរតែខ្ញុំសូម copy ត្រឹមកន្លែងនេះមក style បាទហើយចូលមកវិញមកហើយយើងដាក់អញ្ចឹងខ្ញុំបញ្ជាក់ទីកន្លែង style ហ្នឹងអ្នកទាំងអស់គ្នាចង់ឲ្យវាធ្វើបែបណាគឺវា generate មកគឺទៅបែបហ្នឹងហ្មងបាទអញ្ចឹងខ្ញុំចង់បានជា page lofi ហើយកន្លែងនេះគឺវាមានប្រភេទចង្វាក់បទភ្លេងនៅក្នុងហ្នឹងគឺវាមានស្រាប់អ្នកនរគ្នាបើស្គាល់យើងអាចបញ្ចូលវានៅកន្លែងហ្នឹងបានគឺវាមានជំរើសឲ្យយើងតែបើអត់ទេយើងមិនបាច់យកតាមវាក៏បានយើងដាក់តាមយើងក៏បានដែរដូចខ្ញុំនិយាយអញ្ចឹងបាទអ្នកនរគ្នាចង់បានប្រភេទpop R&B ឬក៏ចង្វាក់ rock បាទអ្នកនរគ្នាអាចបញ្ចូលកន្លែងហ្នឹងមកហើយកន្លែងហ្នឹងក៏អ្នកនរគ្នាអាចដាក់ជាសំឡេងស្រីឬសំឡេងប្រុសបានកន្លែងហ្នឹងអញ្ចឹងយើងគ្រាន់តែបញ្ចូលជា male vocal ឬក៏ female vocal មកបានដែរ female ស្រី male គឺប្រុស
បាទចូលlại năngបាទចឹងប៉ុណ្ណឹងអូខេរួចរាល់យើងចុច create មកខាងក្រោមនេះដើម្បីឲ្យវាធ្វើការ generate បទចម្រៀងរបស់យើងថាតើវាព្រោះស្ដាប់ដល់កម្រិតណាចឹងពេលអ្នកនេះ create គឺវានឹងបង្ហាញនៅ4បទបែបនេះដំបូងគឺយើងនឹងឃើញហើយមាន4បទអា2បទហ្នឹងគឺវា free ឲ្យយើងបាទតែបញ្ជាក់តិចបើមិនយើង upgrade ទៅកាន់ full song បានន័យថាអាហ្នឹងគឺ version ខ្ពស់បានន័យថាយើង subscribe ទៅយើងចំណាយលុយប៉ុន្តែយើងបានបទចម្រៀងមួយដែលព្រោះស្ដាប់ខ្លាំងជាង free ទៀតបាទអាពីរខាងលើបាទអញ្ចឹងបើសិនយើងអត់ទាន់ subscribe អត់ទាន់ចំណាយលុយទៅលើកម្មវិធីនឹងទេគឺយើងប្រើ free ទៅប្រើបានស្ដាប់បានបាទអញ្ចឹងយើងអាចស្ដាប់មកពេលដែលវា load ចប់អញ្ចឹងយើងអាចចុចស្ដាប់ Late night window city moving slow អូខេឥឡូវខ្ញុំ scope វាខ្ញុំ play មួយទៀតអញ្ចឹងតាក់តងត្រង់ចំណុចនេះខ្ញុំអត់ play អ្នកស្ដាប់ច្រើនទេខ្ញុំបញ្ជាក់ឡៃហ្នឹងគឺវាឲ្យយើង2ចម្រៀងហ្នឹងគឺបានន័យថាបទចម្រៀង2ហ្នឹងឡៃនេះគឺដូចគ្នាទេក៏ប៉ុន្តែ play គឺវាច្រៀងមកតង់ផ្សេងគ្នាបងណាច្រៀងបែបចម្រៀងបែបផ្សេងគ្នាអត់ដូចគ្នាទេបាទអ្នកនរនេះអាចស្ដាប់បានហើយធ្វើនៅលើកុំព្យូទ័ររបស់អ្នកនរនេះឬក៏តាមទូរស័ព្ទដៃរបស់អ្នកនរនេះមកអ្នកនរនេះនឹងទទួលបានបទចម្រៀង2គឺផ្សេងគ្នាតែបទចម្រៀងដូចគ្នាអូខេអញ្ចឹងឥឡូវយើងចូលទៅមើលអំពីរបៀបក្នុងការ download ម្ដងឥឡូវយើងបានបទចម្រៀងមួយហើយយើងចង់បានទាញយកបទចម្រៀងហ្នឹងដាក់មកលើ device របស់យើងបាទអញ្ចឹងយើងធ្វើម៉េចចុច align គ្រាប់3ខាងចុងនេះដូចខ្ញុំអញ្ចឹងមកហើយយើង draw line ត្រង់ line download អញ្ចឹងវានឹងចេញពី MP3 ឲ្យយើង MP3 audio អ្នកនេះចុច download ឡើងហ្នឹងបាទអាហ្នឹងបន្តមកទៀតយើងចុចយក line ត្រង់ line download anyway អូខេចាំបន្តិចវានឹង load ចូលមកដល់ line download ហើយនេះ download រួចរាល់4មេជាងបាទអញ្ចឹងយើងអាចទៅស្ដាប់យើងអាចទៅស្វែងរកនៅក្នុងកុំព្យូទ័ររបស់យើងបានយើងនឹងឃើញហើយបទចម្រៀងមួយហ្នឹងហើយយើង file បទចម្រៀង MP3 យើងអាចយកស្ដាប់បានឬក៏យកទៅកាត់តចូលបទចម្រៀងរបស់យើងក៏បានដែរអូខេអញ្ចឹងដូចជាអស់ហើយអ្នកទាំងអស់គ្នាអាចសិក្សាស្វែងយល់ខ្លួនឯងបន្ថែមទៀតណាហើយបើសិនជាមានចម្ងល់ឆ្ងល់អីអាចធ្វើការ comment សួរខ្ញុំបន្ថែមក្រោមវីដេអូនេះបានយើងជួបគ្នាវីដេអូបន្តទៀតអរគុណបាយបាយ